តែជាហៅឌីមិនចឹងសួស្ដីគ្នាយើងទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំអេនពាក្យនៅប្រកបភាគអង់គ្លេសយើងដែលជាពាក្យនេះខ្ញុំបានផ្ញើទាំងអស់គ្នានៅថ្ងៃសុក្រពេលយប់រួចហើយដែរអញ្ចឹងចូលមកដល់ការប្រកបភាគអង់ជាមួយគ្នាចឹងពាក្យទាំងអស់នេះមានន័យថាតកតងនៅក្នុងការចូលរៀនចេញលេងឬក៏អានតាមលោកគ្រូអ្នកគ្រូនេះជាដើមមានពាក្យសំដៅទៅលើក្នុងការចូលរៀនចឹងពាក្យទី1上课ចាប់ដើមចូលរៀនចឹងចំពោះភាគអង់គ្លេស sh 是 ang 昂是昂上សំឡេងទី4上ចំណែក k ខ k សំឡេងទី4ខ上课ចូលរៀនចឹងចំណែកពាក្យទី2ចំណែកពាក្យទី2下課 class is over មានន័យថាថ្នាក់បានបញ្ចប់អញ្ចឹង下課នេះភាគអង់គ្លេស HIAKE អញ្ចឹង HCIA សំឡេងទី4下k ខ ខសំឡេងទី4ខចឹងពេលយើងប្រកបខួបចូលគ្នា下課ថ្នាក់បានបញ្ចប់ចឹងចំណែកប្រយោគទី3现在消息 text break ណាមានន័យថាយើងអាចចេញលេខបានដល់ពេលសម្រាប់ចឹង现在消息ចឹងកន្លែងភាគអង់សៀននេះ HAAN HCIAN អៀន CN សៀនសំឡេងទី4សៀនចំណែកសិតនេះច AI នេះ AI ច AI ចាយសំឡេងទី4ចាយ现在ពីពាក្យនេះចំណែកពាក្យសៀវស៊ី HCAU សៀវសៀវសំឡេងទី1សៀវ HCCEC សៀវស៊ីចឹងបើយើងអេនគប់ចូលគ្នាមក现在消息សម្រាប់ចឹងចំណែកពាក្យទី4ខានហើយបានlook at the blackboard មានន័យថាកន្លែងនេះ can មើលចំណែកហើយបាននេះក្តារខៀនពណ៌ខ្មៅព្រោះអីនៅក្នុងសាលាច័ន្ទភាគសានគេប្រើក្តារខៀនពណ៌ខ្មៅប៉ុន្តែយើងក្តារខៀនពណ៌សយើងអាចថាខានបាយបានក៏បានព្រោះអីបាយពណ៌សអញ្ចឹងយើងមកប្រកបភាគអង់ទាំងអស់គ្នា k an k ខ an អានខអានខានសំឡេងទី4ខានចំណែកពាក្យទី2ដែលពាក្យនេះ h h ai ai h ai hay សំឡេងទី1ហើយអញ្ចឹងខានហើយចំណែកពាក្យទី3 bប an អានពអានប៉ានសំឡេងទី3ប៉ានអញ្ចឹងយើងអានគប់ចូលគ្នាខានហើយបានកលេចមកក្តារខៀនចំណែកពាក្យចង់ប្រយោគចុងក្រោយគេគឺពាក្យកិនវទូ read follow me អានតាមខ្ញុំឬក៏អានតាមក្រោយខ្ញុំនឹងអញ្ចឹងកន្លែងចំពោះភាគអង់គ្លេសកិនវទូអញ្ចឹង G កើទៅទាំងគ្នាអញ្ចឹង EN N កើ N កាន់ចឹងសំឡេងទី1កិន
ហើយចំណែកពាក្យទី2 W O ឬក៏ W អញ្ចឹងនៅក្នុងនេះយើងយកពាក្យ O W O W O W ចឹងសំឡេងទី3 W ចឹងឡើយនេះ T T D T D T D T U U T U Tu សំឡេងទី2 Tu ចឹងយើងអានពុកចូលគ្នាកិនវ៉ទូកិនវ៉ទូអានតាមខ្ញុំចឹងសួរថាអ្នកទាំងអស់គ្នានឹងតាមតន់នៅពី5ប្រយោគនេះដែលយើងប្រើសម្រាប់ក្នុងការចូលរៀនចេញលេងសម្រាប់ឬក៏ពេលលោកគ្រូអ្នកគ្រូឲ្យយើងមើលមកក្តារខៀនហើយនឹងឲ្យអានតាមគាត់ជាតាជា